កម្ពុជានិងអារ៉ាប៊ីសាអូឌីតបានបន្តពង្រីកទំនាក់ទំនងពាណិជ្ជកម្មនិងភាពជាដៃគូយូរអង្វែងរវាងប្រទេសទាំងពីរឯកឧត្តមសុនចន្ទថុលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានលើកទឹកចិត្តឲ្យក្រុមអ្នកវិនិយោគរបស់អារ៉ាប៊ីសាអូឌីតមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាបន្ថែមទៀតដើម្បីពង្រីកពាណិជ្ជកម្មនិងភាពជាដៃគូយូរអង្វែងរវាងប្រទេសទាំងពីរក្នុងឱកាសអនុញ្ញាតជូនគណៈប្រតិភូដឹកនាំដោយលោក Walid Nasser Al-Sari ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីតកម្ពុជានៃសភាពាណិជ្ជកម្មព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតបានជួបសម្ដែងការគួរសមនៅថ្ងៃទី10ខែកុម្ភៈឆ្នាំ2026ឯកឧត្តមនាយករដ្ឋមន្ត្រីសុនចន្ទថុលបានបង្ហាញពីកាលានុវត្តភាពដ៏សមស្របនៃសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ចជាមួយអារ៉ាប៊ីសាអូឌីតនិងបានលើកទឹកចិត្តឲ្យមានការវិនិយោគបន្ថែមពីវិនិយោគិនអារ៉ាប់មកកម្ពុជាដើម្បីពង្រឹងពាណិជ្ជកម្មនិងភាពជាដៃគូយូរអង្វែងរវាងប្រទេសទាំងពីរជាការឆ្លើយតបប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីតកម្ពុជាបានកាត់សម្គាល់ពីភាពរីកចម្រើនខ្លាំងនៃវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់កម្ពុជានិងបង្ហាញចំណាប់អារម្មណ៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរផងដែរ